ដំណឹងរីករាយរដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃប្រេងឥន្ធនៈយ៉ាងគំហុកដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីក្នុងគោលបំណងសម្រាប់បន្ទុកចំណាយនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មបានប្រកាសបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈយ៉ាងសន្ធឹកសន្ធាប់ចាប់តាំងពីថ្ងៃទី10ខែមេសាឆ្នាំ2026តទៅយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងតម្លៃកាលពីថ្ងៃទី7ខែមេសាកន្លងទៅដោយប្រេងសាំងធម្មតាចុះមកត្រឹម5200រៀលក្នុង1លីត្រធ្លាក់ចុះ300រៀលពីតម្លៃដើម5500រៀលប្រេងម៉ាស៊ូតចុះមកត្រឹម6900រៀលក្នុង1លីត្រធ្លាក់ចុះយ៉ាងគំហុករហូតដល់1300រៀលពីតម្លៃដើម8200រៀលដើម្បីធានាបាននូវតម្លៃសមរម្យជូនប្រជាពលរដ្ឋសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយន្តការអន្តរាគមន៍ពិសេសរួមមានរដ្ឋាភិបាលសម្រេចបញ្ចុះតម្លៃបន្ថែមចំនួន6កណ្ដកសញ្ញា50សេនក្នុង1លីត្រលើតម្លៃដើមការកាត់បន្ថយអាករពិសេសលើប្រេងសាំង 30% មកត្រឹម 15% និងប្រេងម៉ាស៊ូតពី5% មក 0% ព្រមទាំងសម្រួលដល់អាករនិងតម្លៃបន្ថែមមកត្រឹម 5% មកត្រឹម 0% តាមប្រភេទប្រេងការកែសម្រួលតម្លៃនេះធ្វើឡើងបន្ទាប់ពីមានការតាមដានយ៉ាងដិតដល់ពីទីផ្សារអន្តរជាតិនិងស្ថិរភាពសេដ្ឋកិច្ចនៅក្នុងស្រុកការបញ្ចុះតម្លៃនិងផ្ដល់ផលប្រយោជន៍យ៉ាងធំធេងដល់ការកាត់បន្ថយចំណាយលើការធ្វើដំណើរទៅកាន់ស្រុកឱកាសបុណ្យចូលឆ្នាំថ្មីវិស័យដឹកជញ្ជូននិងផលិតកម្មជួយកាត់បន្ថយថ្លៃដើមសេវាកម្មនិងទំនិញលើទីផ្សារក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាតម្លៃថ្មីនេះនឹងត្រូវអនុវត្តទៅតាមគ្រប់ស្ថានីយ៍ទាំងអស់ចាប់ពីម៉ោង 00 នាទីថ្ងៃទី10ខែមេសាឆ្នាំ2026នេះតទៅអាជ្ញាធរមានសមត្ថកិច្ចក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ទាំងអស់ត្រូវចូលរួមអនុវត្តតាមតម្លៃកំណត់ឲ្យបានត្រឹមត្រូវបំផុត